ចានេះខ្ញុំទៅមកដល់ពិសាគឺថ្ងៃនេះចង់ធ្វើគ្រីមន់បង្ហាញបងប្អូនចាមាននំបញ្ចុកនិងនំប៉័ងចាបន្លែមានជីមានសសក់ចាហើយនិងមាន់និងគ្រឿងដែលត្រូវយកមកគ្រីចាមានបែបហ្នឹងហើយយើងអាចដាក់លាយជាមួយនឹងឆ្អឹងជំនីជ្រូកក៏បានដើម្បីគ្រីមន់យើងមានរសជាតិឆ្ងាញ់ចាហើយគ្រឿងគ្រីចាឥឡូវខ្ញុំបង្ហាញវិធីធ្វើគ្រីដំបូងខ្ញុំដាក់ប្រេងអូលីវតិចទៅយើងប្រើប្រេងអូលីវហើយយើងទុកឲ្យវាក្តៅបន្តិចទើបយើងធ្វើការកូរជាមួយនឹងគ្រឿងម្ទេសចាយើងចាប់ផ្ដើមចាក់ម្ទេសយើងចាក់ចូលចាប់ដើមកូរម្ទេសឆ្កាំយើងឡើងចេញដល់យើងដាក់ម្ទេសឆ្កាំហើយយើងធ្វើការដាក់ខុសហើយនឹងវីដេអូខុសហើយពីយើងធ្វើការកូរជាមួយស្លឹកក្រូចសើចដល់អូយើងធ្វើការកាត់គ្រឿងចូលគ្រឿងដែលយើងកាន់ហើយការកាត់ចូលដើម្បីធ្វើការកូរបន្ទាប់មកយើងធ្វើការកូរយើងចាក់ទឹកនៅសល់របស់គ្រឿងចូលយើងឃើញថាឡើងឈ្ងុយហើយយើងធ្វើការចាក់ដើមដាក់មានស្ករត្នោតអំបិលហើយនិងម្សៅស៊ុបប៊ីចេងចាអញ្ចឹងយើងដាក់ចូលទៅប្រហែលជាមួយស្លាបព្រាបាយយើងធ្វើការដាក់ស្ករមួយស្លាបព្រាបាយស្ករត្នោតនិងអំបិលមួយស្លាបព្រាបាយម្សៅស៊ុបមួយស្លាបព្រាបាយបន្តមកទៀតយើងអាចដាក់គ្រឿងតាមចំក្រោយចាំយើងថែមថយតាមចំណង់ចំណូលចិត្តយើងតែបន្តមកទៀតខ្ញុំធ្វើការដាក់មានឆ្អឹងជំនីជ្រូកមាន់យើងធ្វើការដាក់មាន់ហើយនឹងឆ្អឹងជំនីជ្រូកមុនឈាមយើងចាំដាក់តាមក្រោយដល់ពេលយើងដាក់មាន់និងចូលឆ្អឹងជំនីជ្រូកហើយមាន់ចូលហើយយើងធ្វើការដាក់គ្រឿងការីចាដើម្បីឲ្យវាឡើងពណ៌កចាចូលខ្ញុំតាមចំណង់ចំណូលចិត្តបងប្អូនខ្ញុំដាក់តែកន្លះកញ្ចប់ទេបន្ទាប់មកខ្ញុំធ្វើការដាក់ទឹកខ្ទិះដូងចូលទឹកខ្ទិះដូងទឹកទី2ចូលហើយយើងភ្លុកមើលទៅឃើញថាយើងស្ទើរខ្ញុំដាក់យើងស្ទើរស្ករអញ្ចឹងខ្ញុំថែមស្ករមួយស្លាបព្រាបាយទៀតបន្ទាប់មកយើងឃើញថាពុះហើយចាសាច់ក៏រាងផុយដែរយើងធ្វើការដាក់បន្លែចូលខ្ទឹមបារាំងដំឡូងយើងចូលបន្ទាប់មកយើងធ្វើការដាក់ខ្ទិះដូងចូលខ្ទិះដើមយើងចាយើងធ្វើការដាក់ចូលយើងដាក់ខ្ទិះដើមពាក់កណ្ដាលសិនយើងធ្វើការដាក់ឈាមយើងចូលឈាមមាន់យើងទុក
tí bẹt cả đá tí đa bẹt cả đá tiết đặt nó về để dừng đặt thọt chối từ dừng chặt chối mấy bút nhưng anh lụa mớ nâng thêm cái rương tam chấm nón chật dương riêng luôn mình tập vì cô hái dân cơ ca đã thọt dân chối cả đã sạch đấy có tọt một tiết đã tích đông trong khói thật ở chỗ bên lại khói dừng thưa cả bật lớn dừng ai hộp bàn xong óc cuốn đại ban tôi xem video rồi bảo nênខ្ញុំនឹងហាយអំពីបន្លែនិងនំប៉័ងនំបញ្ចុកសម្រាប់បងចង់ពិសាការីនេះជាមួយនំប៉័ងក៏បាននំបញ្ចុកក៏បានការីយើងឆ្អិនហើយយើងធ្វើការបិទភ្លើងចាបន្ទាប់មកការីយើងឆ្អិនហើយការយើងធ្វើការដួសញ៉ាំអូខេចាយើងញ៉ាំជាមួយនំបញ្ចុកក៏បាននំប៉័ងក៏បានអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់